ថ្ងៃនេះសម្លម្ជូរទំពាំងជូរត្រីកញ្ចុះដាក់ជាមួយនឹងផ្កាស្នោនិយាយពីថាជាតិហ្មងព្រឹកមិញដើរផ្សារជាមួយម៉ាក់ឃើញគីឡូផ្កាស្នោល្អបេះមកថ្មីក៏នឹកឃើញដល់សម្លម្ជូរហើយមានទំពាំងជូរនៅផ្ទះស្រាប់ទៀតរសជាតិអែមអស់ស្ទះហើយខ្ញុំទិញបានត្រីកញ្ចុះស្រែពងឡើងពេញពោះហ្មងបងប្អូនដែលចង់ញ៉ាំកាពិផាវម្ទេសឆាគឺអាចកំងនៅក្នុងเพจខ្ញុំបានណាធ្វើថ្មីជូនរាល់ថ្ងៃចំណែកចេកឆាបជាមួយនឹងនំប្រត់ហ្នឹងក៏នៅធ្វើរាល់ថ្ងៃដែរគ្រាន់តែខ្ញុំមិនដែរបានផលអញ្ចឹងបើសិនជាចង់ញ៉ាំអាចដាក់កំងបានទំពាំងជូរមុននឹងយកមកស្លហ្នឹងគឺត្រូវត្រាំទឹកសិនដើម្បីកុំឲ្យប្រៃហើយផ្កាស្នោក៏យើងលាងទឹកបេះឲ្យស្អាតមកត្រីកញ្ចុះនេះគឺខ្ញុំទិញគេតែបន្តិចទេពងឡើងពេញពោះហ្មងចង់បន្ថែមតកួនខ្ចីក៏បានដែរពេលខ្លះខ្ញុំស្លជាមួយនឹងបន្លែចម្រុះដែរតែថ្ងៃនេះខ្ញុំអត់មានតកួនទេមានតែពីរមុខធ្វើវិញគឺងាយស្រួលទេដំបូងគឺដាក់ដាំទឹកហើយខ្ញុំដាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមសមួយកំពឹសជាមួយនឹងអំបិលនៅពេលដែលទឹកឡើងក្តៅហើយគឺខ្ញុំចាប់ផ្ដើមដងទឹកដើម្បីយកមកជ្រុំប្រហុកចំពោះរបៀបស្រោម្ជូរនេះគឺរបៀបធ្វើសាមញ្ញធម្មតាទេគ្រាន់តែខ្ញុំចង់ចែកម្លែកពីរបៀបញ៉ាំជាមួយនឹងជ្រក់ទំពាំងជូរដែលខ្ញុំបានធ្វើអញ្ចឹងណាជ្រុំប្រហុកនេះបើសិនជាស្លច្រើនចូលចិត្តញ៉ាំប្រហុកចាស់អីគឺយើងលេងមើលតាមនឹងទៅជ្រុំប្រហុកហើយស្រង់អំបិលយកមកជ្រុំម្ដងចូលចិត្តជូរប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅស្លម្ជូរនៅផ្ទះខ្ញុំចូលចិត្តដាក់រសជាតិរាងជូរលះទៅញ៉ាំទៅជ្រះកល្អហើយអំបិលនេះគឺជ្រុំមកអស់អញ្ចឹងទៅទឹកសម្លយកឲ្យឡើងពុះចំបងជាមួយនឹងត្រីកញ្ចុះនេះខ្ញុំទិញគេប្រហែលជា2ខាំអីទេស្លមច្រើនទេព្រោះថានៅផ្ទះខ្ញុំគ្នាតិចបងត្រីហើយទឹកពុះគឺម៉ាក់ខ្ញុំដាក់ជាមួយនឹងទំពាំងជូរចូលមុនដើម្បីរំងាស់ឲ្យចេញជាតិបន្តិចទំពាំងជូរនេះមុននឹងយកមកស្លត្រាំទឹកលាងទឹកចោលមួយសាអញ្ចឹងទៅវាអត់សូវប្រៃខ្លាំងហើយក៏អត់សូវជូរខ្លាំងដែរតទៅដាក់ទំពាំងចូលហើយគឺចាប់ផ្ដើមបង់គ្រឿងស្ករប៊ីចេងដាក់ទៅតាមចំណូលចិត្តចំពោះអំបិលគឺខ្ញុំអត់ប្រើទេដាក់តែប្រហុកអញ្ចឹងទៅហើយដាក់ទំពាំងជូរនៅពេលដែលចេញជាតិប្រៃវាទំពាំងជូរខ្លះស្លយើងល្មមឆ្ងាញ់ហ្មងងាស់មកសន្ទុះឲ្យទំពាំងរបស់យើងឆ្អិនហើយបន្ទាប់មកគឺម៉ាក់ខ្ញុំដាក់ផ្កាស្នោប្រថាប់ផ្កាស្នោនេះឆាប់ផុយណាស់អញ្ចឹងមិនចាំងាស់ទេដាក់ផ្កាស្នោហើយដាក់ម្រះព្រៅចូលគឺរួចរាល់ជាការស្រេចហើយបើសិនជាអត់ចង់បង់ម្រះព្រៅទេអាចបង់ជាម្អមក៏ឆ្ងាញ់ម្យ៉ាងដែរចូលចិត្តក្លិនម្រះព្រៅក៏បង់ម្រះព្រៅទៅបើចូលចិត្តក្លិនម្អមដាក់ម្អមទៅចំពោះស្លនេះបង់ពីរមុខហ្នឹងមួយណាក៏បានដែរចុងក្រោយនេះគឺម៉ាក់ខ្ញុំបន្ថែមម្ទេសទៅ3-4គ្រាប់ទៀតអញ្ចឹងបើថាស្លម្ជូរយករៀងរសជាតិហឹរតិចញ៉ាំឆ្ងាញ់ជាមួយបាយចេញតែប៉ុណ្្នេះមកគឺថាអស់បាយទាំងគោហ្មងជៀនតែត្រីងៀតត្រីអីអែមបន្តិចមកគឺរួចមកពេលហើយសម្លម្ជូរក្តៅញែកម្ទេសហឹលមកញ៉ាំជាមួយបាយគឺថាត្រូវលេខ1ហ្មងតែញោមគឺចូលចិត្តស្លម្ជូរណាស់បើឲ្យធ្វើស្លម្ជូរវិញមកទឹកញ៉ាំ5ថ្ងៃក៏មិនធុញដែរហើយស្លម្ជូរនេះមួយគឺថាស្រួលធ្វើមែនតែនដាក់ជាមួយនឹងបន្លែអីក៏បានដែរថ្ងៃនេះបើបានស្លលាយជាមួយនឹងតកួនទៀតកាន់តែឆ្ងាញ់ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ